បើគិតជានិយាយពីថ្ងៃហ្នឹងដាស់តឿនថាអើយកុំចោលបនយូរពេកមកសិលមកវត្តម្ដងមកធ្វើបនម្ដងហើយបើយើងប្រៀបធៀបថាដាំដំណាំមិនមកក៏ត្រូវស្រោចទឹកដែរមែនទេយ៉ាងណាចិត្តរបស់យើងនេះវាមានពេលមកធ្វើឲ្យសបាយឲ្យជ្រះថ្លាទៅវាមិនសូវមួម៉ៅសៅហ្មងញាតិញោមខ្លះអត់បានរៀបចំចិត្តគំនិតបាក់ចិត្តទៅយូរកើតជំងឺផ្លូវចិត្ត stress depression អីចឹងណាអាហ្នឹងដោយសារអត់ដកឃ្លាសោះបែបនៅក្នុងពុទ្ធសាសនាយើងមកទឹកមកសិលហ្នឹងមានមួយថ្ងៃសម្រាប់មកដូចថាសម្អាតចិត្តណាអាហ្នឹងវាខាងឈើចគេថ្ងៃអាទិត្យមួយមានថ្ងៃអាទិត្យគេទៅឈើចគេមែនហ្នឹងហើយនៅពុទ្ធសាសនាយើងថ្ងៃសិលតែប៉ុន្តែមិនគួររំលងដែរដូចថាដាស់តឿនថាអើយកុំចោលបនយូរពេកព្រោះបនហ្នឹងធ្វើឲ្យយើងសบายចិត្តជ្រះថ្លាអញ្ចឹងយើងអត់សូវមានទុកកង្វល់ដូចថាយើងបោះជ្រះសម្អាតអញ្ចឹងណាបើយើងក៏អាភាពមួម៉ៅសៅម៉ងនឹងយូរទៅវាធ្វើឲ្យយើងស្អាប់មើលអីលែងឃើញវាមួម៉ៅស្មុគស្មាញបាក់ចិត្តគិតអីមិនចាញ់ទេហើយជីវិតហ្នឹងអត់ចម្រើនទេព្រោះយើងអត់សូវបានដោះអាក្អែលហ្នឹងចេញណាហ្នឹងហើយអនុមោទនា